ទេវតាឆ្នាំថ្មីបានយាងឡើងមកគង់នៅលើវេទិកានេះហើយគឺដោយមានទេវតាបាំងខ្លោះមកជាមួយដែរមកដល់លើវេទិកាទេវតាឆ្នាំថ្មីក៏លំអោនកាយថ្វាយបង្គំទេវតាឆ្នាំចាស់ដោយគិរវៈភក្តីបំផុតហើយក៏បន្លឺសូរស័ព្ទថាថ្វាយបង្គំម្ចាស់បងហើយទេវតាឆ្នាំចាស់ក៏បន្លឺសូរសេកសំនៀងថាល្អហើយម្ចាស់អូននៅទីនេះក៏មានការរៀបចំឲ្យទេវតាគង់នៅលើកៅអីដ៏សមរម្យហើយតំណាងការងារខាងទេវតាឆ្នាំចាស់ក៏បានប្រកាសថ្វាយដល់ទស្សនិកជនថាតួនាទីទេវតាឆ្នាំចាស់បានអស់នៅពេលនេះហើយប្រគល់តួនាទីនេះដល់ទេវតាឆ្នាំថ្មីក៏លោកបានធ្វើសេចក្តីរាយការណ៍ទៅឲ្យទេវតាឆ្នាំថ្មីដើម្បីនេះជាអ្នកតំណាងដែលថ្លែងសារដោយទេវតាឆ្នាំចាស់បានប្រាប់មកទស្សនិកជនយើងនឹងដែលជាអ្នកទស្សនាដូចតទៅ